ទៅកាន់ជនទាំងអស់គ្នាយើងសម្រាប់ឥឡូវនេះយើងចង់មកធ្វើបង្ហាញពីការប្រើប្រាស់ប្រភេទជាមួយនឹងកុងទ័រស៊េរីថ្មី Mac SL ស៊េរីថ្មីរបស់យើង Facelift ស៊េរីចំនួនថ្មី2026ឲ្យទៅជនទាំងអស់គ្នាអញ្ចឹងនៅក្នុងការប្រើប្រាស់គឺក៏ងាយស្រួលហើយសាមញ្ញមែនទែនជាមួយនឹងប្រភេទកុងទ័រ Casio ទៅជនទាំងអស់គ្នាអញ្ចឹងនេះយើងអាចកំណត់មើលជាមួយនឹង trip និង audio ដូចគ្នាបាទហើយយើងអាច select ជាមួយនឹងកុងទ័រហ្នឹងអតិថិជនអាចធ្វើការចុចកន្លែងនេះ trip នេះបាទយើងអាចដូរពីកុងទ័រ My ទៅកុងទ័រ Galo ដូចជាកន្លែងនេះ set up វាចុច hold វាយូរទៅវានឹងដូរពីទៅកុងទ័រ Galo ទៅកុងទ័រ My ទៅជនហើយសម្រាប់ក្នុងការកំណត់ម៉ោងយើងចុចកន្លែងពាក្យ select នេះយើងចុចវាឲ្យយូរបន្ទាប់មកវានឹងចូលទៅកន្លែងការកំណត់ម៉ោងទៅជនហើយទៅជនគ្រាន់តែចុចដូរទៅបាទយើងយកស្ដែងយើងគិតទៅតាមម៉ោងយើងអញ្ចឹងណាទៅជនទាំងអស់គ្នាបាទអញ្ចឹងយើងគ្រាន់តែចុចហើយយើងចុចមួយទៀតវាចូលទៅនាទីអញ្ចឹងយើង select ទៅតាមដែលយើងចង់ចុចហ្នឹងទៅបន្ទាប់មកយើងអូខេហើយថាប៉ុណ្ណឹងគឺយើងគ្រាន់តែចុច set នេះវាឲ្យជាប់គឺវាចូលទៅចុចតែមួយទៅគឺវា set នាទីហើយអញ្ចឹងរបៀបនៃការប្រើប្រាស់កុងទ័រក៏ដូចជានឹងការកំណត់ម៉ោងគឺងាយស្រួលមែនទែនចិត្តទាំងអស់គ្នាអរគុណ